ចម្លែកមែនតើអ្នកទាំងអស់គ្នានៅក្នុងភូមិមួយមានមនុស្សដែលមានភ្នែកពណ៌ខៀវដូចគ្នាតែម្ដងវាមិនមែនជារឿងនិទានហើយក៏មិនមែនជារឿងប្រឡោមលោកដែរតែវាជាការពិតដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំងភូមិនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលហើយមានប្រជាជនរស់នៅតិចមិនសូវមានការរៀបការជាមួយនឹងមនុស្សខាងក្រៅនោះទេពេលដែលអ្នកវិទ្យាសាស្ត្រចូលស្រាវជ្រាវពួកគេបានរកឃើញអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងមនុស្សភាគច្រើននៅទីនោះមានសែនដូចគ្នាជាពិសេសសែនដែលបញ្ជាពណ៌ភ្នែកការស្រាវជ្រាវបង្ហាញថាភ្នែកពណ៌ខៀវមិនមែនជាសែនខ្លាំងនោះទេវាជាសែនដែលកើតឡើងពីការប្រែប្រួលដ៏តូចមួយពីបុព្វបុរសតែម្នាក់ប្រហែលជាជាង6000ទៅ10000ឆ្នាំមុននោះមានន័យថាមនុស្សដែលមានភ្នែកពណ៌ខៀវជាច្រើននៅលើពិភពលោកអាចមានដើមកំណើតពីមនុស្សតែម្នាក់គត់ទៅក្នុងភូមិនេះកុមារកើតមកមានភ្នែកពណ៌ខៀវមនុស្សចាស់ក៏ភ្នែកខៀវដែរវាដូចជាការចម្លងអត្តសញ្ញាណតាមឈាមអ្នកវិទ្យាសាស្ត្រខ្លះនិយាយថានេះជាភស្តុតាងមនុស្សលើពិភពលោកភ្ជាប់គ្នាជាងអ្វីដែលយើងគិតបើទោះបីជាស្បែកខុសគ្នាភាសាខុសគ្នាប្រទេសខុសគ្នាប៉ុន្តែសែនខាងក្នុងអាចមកពីឫសដើមតែមួយទោះជាយ៉ាងណាក៏ដោយការរស់នៅក្នុងសហគមន៍បិទជិតយូរពេកក៏អាចបង្កហានិភ័យជំងឺសែនផងដែរដូច្នេះវាជាអ្វីទាំងអស់នឹងការប្រមានពីធម្មជាតិតើអ្នកទាំងអស់គ្នាគិតថាមនុស្សយើងខុសគ្នាឬមកពីដើមកំណើតតែមួយសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក